បងប្អូនអ្នកនៅរាជធានីភ្នំពេញឬនៅតាមខេត្តក៏ដោយដែលមិនបានទៅលេងផ្ទះឬស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះក៏មិនអបសុខដែរព្រោះថារាជធានីភ្នំពេញនឹងបើកចរាចរណ៍ផ្លូវថ្មើរជើង Walk Street ភ្នំពេញរយៈពេល5ថ្ងៃរួមជាមួយនឹងកម្មវិធីកម្សាន្តជាច្រើនព្រមទាំងត្រៀមទីកន្លែងសម្រាប់ឲ្យបងប្អូនចតយានយន្តបានយ៉ាងស្រួលថែមទៀតតាមការជូនដំណឹងនៅថ្ងៃនេះរដ្ឋបាលរាជធានីភ្នំពេញក៏នឹងរៀបចំកម្មវិធីសង្ក្រាន្តវត្តភ្នំនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំរយៈពេល3ថ្ងៃថែមទៀតដោយចាប់ផ្ដើមពីថ្ងៃទី14ដល់ថ្ងៃទី16ខែមេសាឆ្នាំ2025ដោយឡែកការបើកដំណើរការផ្លូវថ្មើរជើង Walk Street រយៈពេល5ថ្ងៃគឺនឹងចាប់ផ្ដើមពីថ្ងៃទី12ដល់ថ្ងៃទី16ខែមេសាឆ្នាំ2025រដ្ឋបាលរាជធានីភ្នំពេញបានជូនដំណឹងដូចនេះថាសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថាដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំម្សាញ់ស័ព្ទស័កពុទ្ធសករាជ2569គ្រិស្តសករាជ2025នឹងញ៉ាំងឲ្យពិធីបុណ្យប្រព្រឹត្តទៅដោយអធិកអធមរក្សាបាននៅទំនៀមទម្លាប់ប្រពៃណីវប្បធម៌ដ៏ល្អផូរផង់របស់ជាតិព្រមទាំងផ្ដល់ការសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋសម្ដៅលើកកម្ពស់កិត្តិយសភាពជាតិក៏ដូចជាទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិមកចូលរួមកម្សាន្តសប្បាយនៅរាជធានីភ្នំពេញរដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តវត្តភ្នំនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំរយៈពេល3ថ្ងៃចាប់ផ្ដើមពីថ្ងៃទី14ដល់ថ្ងៃទី16ខែមេសាឆ្នាំ2025វេលាម៉ោង8នាទីព្រឹកដល់ម៉ោង20:00នាទីយប់អមដោយការរៀបចំកម្មវិធីបែបប្រពៃណីជាតិនិងកម្មវិធីកម្សាន្តសប្បាយជាច្រើនដូចជាពិធីទទួលទេវតាឆ្នាំថ្មីដង្ហែព្រះពុទ្ធរូបពូនភ្នំខ្សាច់ស្រង់ព្រះសម្ដែងសិល្បៈរបាំប្រពៃណីលេងល្បែងប្រជាប្រិយជាតិប្រគំតន្ត្រីបុរាណសម័យរាំលេងកម្សាន្តការតាំងបង្ហាញមង្គតអប្សរាពិណខ្នាតធំនិងការតាំងបង្ហាញផលិតផលខ្មែរជាមួយគ្នានេះដើម្បីផ្ដល់ភាពសប្បាយរីករាយបន្ថែមទៀតនិងជាការថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមសាទរគាំទ្រដំណើរការផ្លូវថ្មើរជើង Walk Street រដ្ឋបាលរាជធានីភ្នំពេញនឹងបើកដំណើរការផ្លូវថ្មើរជើង Walk Street រយៈពេល5ថ្ងៃចាប់ពីថ្ងៃទី12ដល់ថ្ងៃទី16ខែមេសាឆ្នាំ2025តាមបណ្ដោយវិថីព្រះស៊ីសុវត្ថិចាប់ពីមុខព្រះបរមរាជវាំងរហូតដល់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំក្នុងន័យនេះរដ្ឋបាលរាជធានីភ្នំពេញសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋានសូមអញ្ជើញមកចូលរួមទស្សនាកម្សាន្តសប្បាយនៅសង្ក្រាន្តវត្តភ្នំនិងផ្លូវថ្មើរជើង Walk Street ឲ្យបានច្រើនកកកក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជុំហើយដើម្បីឲ្យការរៀបចំកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូនរក្សាបាននូវសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់និងរបៀបរៀបរយសាធារណៈល្អប្រសើរព្រមទាំងបញ្ជៀសបាននូវការកកស្ទះចរាចរណ៍នៅជុំវិញទីតាំងរៀបចំកម្មវិធីអាជ្ញាធរមានសមត្ថកិច្ចនឹងរៀបចំចំណតយានយន្តសម្រាប់បងប្អូនប្រជាពលរដ្ឋដែលមកចូលរួមកម្សាន្តនៅសង្ក្រាន្តវត្តភ្នំនិងផ្លូវថ្មើរជើង Walk Street ថែមទៀតជាមួយគ្នារដ្ឋបាលរាជធានីភ្នំពេញក៏សូមលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋដែលពុំមានការចាំបាច់សូមធ្វើការពង្រៀងការធ្វើដំណើរឆ្លងកាត់បរិវេណទីតាំងខាងលើអាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់និងអធ្យាស្រ័យខ្ពស់